បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពថ្ងៃនេះខ្ញុំបាទសូមធ្វើបទបង្ហាញវីដេអូខ្លីចែករំលែកទៅលើចំណេះដឹងទាក់ទងទៅនឹងកត្តាបំផ្លាញរបស់មូសផ្លុងលើដំណាំស្រូវប្រាំងរបស់យើងបាទហើយមិនថាស្រូវប្រាំងឬស្រូវវស្សាតែតែមានបញ្ហាប្រឈមបើសិនជាលក្ខខណ្ឌអាកាសធាតុសមស្របសម្រាប់មូសផ្លុងបាទអញ្ចឹងមុននឹងឈានចូលដល់ការបកស្រាយទៅលើបញ្ហាបំផ្លាញរបស់មូសផ្លុងខ្ញុំសូមបង្ហាញពីវដ្តជីវិតបង្កើតកូនចៅរបស់មូសផ្លុងសិនតើយ៉ាងម៉េចបាទអញ្ចឹងមូសផ្លុងទ្រង់ទេដូចជាមូសយើងធម្មតាដែរស្រដៀងគ្នាដូចគ្នាដែរតែគ្រាន់តែស្នាប់វារាងធំជាងហើយពោះវារាងវែងហើយមើលទៅលក្ខខណ្ឌទម្រង់នៃតួខ្លួនរបស់វារាងវែងជាងមូសយើងធម្មតាបាទអញ្ចឹងការវិវត្តជីវិតរបស់មូសផ្លុងលើដំណាំស្រូវនេះវាកើតនៅដំណាក់កាលស្រូវយើងវគ្គលូតលាស់ហើយជាពិសេសវគ្គបែកគុំហើយវាអាចឈានចូលទៅដល់វគ្គផើមទៀតក៏មានដែរប៉ុន្តែភាគច្រើនគឺកើតនៅវគ្គស្រូវបែកគុំបាទហើយមូសផ្លុងនេះទៀតសោតជាធម្មតាកើតច្រើនតែនៅក្នុងកំឡុងពេលចុងខែ12ដើមខែ1រហូតដល់វិវត្តដល់ខែ3ដែលជាលក្ខខណ្ឌសមស្របសម្រាប់ការកើតមានមូសផ្លុងហើយបន្តទៅវគ្គបន្តគឺអាចចន្លោះពីខែ7ខែ8បាទដល់ខែ9ក៏មានមូសផ្លុងផ្លាញច្រើនដែរលើដំណាំស្រូវរបស់យើងណាអញ្ចឹងមូសផ្លុងវដ្តជីវិតរបស់វាមានរយៈពេល20ថ្ងៃក្នុងហ្នឹងគឺការបង្កើតឬក៏ការលូតលាស់របស់មូសផ្លុងជាដំបូងមូសផ្លុងញីវាពងនៅក្នុងប្រភេទស្រូវរបស់យើងនៅត្រចៀកស្រូវហ្នឹងបន្ទាប់មកវាវិវត្តចូលទៅដល់ជាពងធ្លាក់ចូលទៅក្នុងបំពង់ស្រូវរបស់យើងហ្នឹងនៅផ្នែកកណ្ដាលអញ្ចឹងក្រោយមកគឺមូសផ្លុងពងទៅជាដឹកđưaនៅក្នុងបំពង់ស្រូវរបស់យើងហ្នឹងមានរយៈពេលចន្លោះពី10ថ្ងៃទៅ20ថ្ងៃហើយការពងនឹងទៀតសតធ្វើឲ្យស្រូវរបស់យើងនឹងគឺមូដើមបណ្ដូលគឺពណ៌សលឿងដូចផ្លុងដែរបាត់អត់មានផ្នែកស្លឹកស្រូវអីបែកចេញទេអញ្ចឹងវិវត្តជាដឹកđưaក្រោយមកចាប់ដើមញាស់នៅផ្នែកខាងចុងចេញស្លាបហើយចាប់ដើមហើរចេញទៅបន្តការបំផ្លាញទៅដើមផ្សេងទៀតស្រូវផ្សេងទៀតអញ្ចឹងវដ្តជីវិតរបស់មូផ្លុងគឺមានរយៈពេល20ថ្ងៃបាទនៅលើដំណាំស្រូវរបស់យើងហើយសួរថាចប់បើសិនជាមានបញ្ហាបំផ្លាញបែបហ្នឹងតើស្រូវរបស់យើងបាត់បង់ទិន្នផលអត់វាប្រកបណាស់គាត់ជាបាត់បង់ទិន្នផលធ្វើឲ្យបាត់បង់ទិន្នផលចន្លោះពី30ទៅ40% នៃការបំផ្លាញរបស់មូសផ្លុងហ្នឹងបាទហើយសួរថាចុះបើសិនជាក្នុងលក្ខខណ្ឌបែបហ្នឹងតើយើងត្រូវធ្វើបែបម៉េចអញ្ចឹងខ្ញុំចង់ណែនាំបងប្អូនយើងទៅស្រែសូមជួយចុះពិនិត្យវែកស្រូវរបស់យើងមើលកំឡុងពេលខែ1ខែ12ខែ1ខែ2ខែ3ហ្នឹងចុះទៅស្រែវែកមើលតើមានបញ្ហាឃើញដូចសត្វមូសអត់នៅក្នុងស្រែរបស់យើងសម្បូរទៅដោយពពួកសត្វអត់អញ្ចឹងបងប្អូនឃើញមានវត្តមានគឺប្រកបជាមូសផ្លុងនៅកំឡុងពេលហ្នឹងណាបាទទី2បងប្អូនអាចតាមដានសង្កេតមើលតើស្រូវរបស់យើងមានដើមរមូរដូចផ្លុងអត់ពេលខ្លះយើងដើរទៅលើភ្លឺស្រែយើងអត់ដឹងទេប៉ុន្តែស្រូវរបស់យើងមានបញ្ហាដើមដូចផ្លុងអញ្ចឹងចាប់ដើមមាន1មាន2អត់បាញ់ការពារនេះជាឱកាសមួយសម្រាប់មូសផ្លុងបន្តពីវត្តទៅដើមផ្សេងទៀតបានបាទនេះហើយជាចំណុចដែលសំខាន់ក្នុងការកកើតមាននៃមូសផ្លុងលើដំណាំស្រូវរបស់យើងខ្ញុំជឿថាបងប្អូនបានទស្សនាវីដេអូនេះអាចនឹងស្វែងយល់ហើយសង្កេតតាមដាននៅលើដំណាំស្រូវឲ្យបានខ្ជាប់ខ្ជួនពេលទៅស្រែបានអញ្ចឹងបន្ទាប់ពីមានបញ្ហាប្រឈមបែបនេះអញ្ចឹងខាងក្រុមហ៊ុន Chemical Agriculture ក៏មានថ្នាំឈ្មោះ D-Tech ដែលអាចមានលទ្ធភាពក្នុងការគ្រប់គ្រងកម្ចាត់មូសផ្លុងបានយ៉ាងមានប្រសិទ្ធភាពតែបងប្អូនសួរថាចុះបើដើមផ្លុងហើយវាបាត់វិញអត់អញ្ចឹងខ្ញុំសូមឆ្លើយថាចំពោះស្រូវដែលមានបញ្ហាខូចហើយផ្លុងហើយគ្មានថ្នាំណាទៅកែកុនបានទេព្រោះបណ្ដូលមួយនឹងត្រូវបានបំផ្លាញដោយមូសផ្លុងបាត់ទៅហើយបាទអញ្ចឹងអ្វីដែលសំខាន់គឺបងប្អូនអាចបាញ់ការពារមុនបងប្អូនអាចការពារមុនពេលដែលកើតឬក៏បងប្អូនឃើញមានកើតហើយបងប្អូនបាញ់ទប់ស្កាត់អញ្ចឹងសម្រាប់ D-Tech ជាប្រភេទថ្នាំដែលមានសារធាតុកាប៊ុនសូហ្វេនអាចទៅសម្លាប់និងកម្ចាត់ទៅលើមូសផ្លុងបានយ៉ាងមានប្រសិទ្ធភាពអញ្ចឹងបងប្អូនអាចទិញថ្នាំ D-Tech របស់ក្រុមហ៊ុន Chem យកទៅប្រើប្រាស់ពិតជាមិនខុសម្ដងទេបាទសូមអរគុណ